រឿងមនុស្សពីរនាក់នៅផ្ទះជិតគ្នាកាលពីព្រេងនាយមានមនុស្សពីរនាក់នៅផ្ទះជិតគ្នាថ្ងៃមួយចៅទាំងពីរនាក់នោះបបួលគ្នាទៅដាក់អន្ទាក់សត្វបបួលគ្នាហើយដល់ថ្ងៃរសៀលគង់ភ្នំក៏នាំគ្នាដើរចេញទៅលុះដល់ព្រៃជាកន្លែងដាក់អន្ទាក់អ្នកមួយថាខ្ញុំនឹងដាក់នៅគល់ឈើនេះពិតឈើនេះមានផ្លែឈើយកសត្វនាំគ្នាមកស៊ីផ្លែឈើនេះមិនខានអ្នកមួយទៀតឆ្លើយថាខ្ញុំក៏ចង់ដាក់កន្លែងនឹងដែរប៉ុន្តែឥឡូវបើអ្នកដាក់នៅគល់ឈើមានតែខ្ញុំដាក់នៅចុងឈើរួចយើងចាំមើលព្រឹកឡើងរបស់អ្នកណាជាប់សឹមដឹងនិយាយគ្នាហើយម្នាក់ទៀតដាក់នៅគល់ឈើម្នាក់ទៀតដាក់នៅលើចុងឈើពេលដាក់ស្រេចហើយក៏វិលត្រឡប់មកផ្ទះរៀងខ្លួនហើយអ្នកដាក់អន្ទាក់នៅចុងឈើនោះលុះវិលមកដល់ផ្ទះហើយយប់នោះគិតគ្នាពីរនាក់ប្តីប្រពន្ធតាំងពីដូនតាមកមិនដែលឮថាអ្នកឯណាដាក់អន្ទាក់លើចុងឈើឲ្យជាប់សត្វជើង4តែដើរនៅលើដីទេឥឡូវនេះអញដាក់នៅលើចុងឈើតើធ្វើម្ដេចនឹងបានសត្វដូច្នេះអញត្រូវភ្ញាក់ពីពេលមន់រងាវទៅមើលបើឃើញសត្វជាប់អន្ទាក់គេនៅដីអញដោះយកទៅចងនឹងអន្ទាក់លើចុងឈើដល់ព្រឹកឡើងអញទៅមើលជាមួយអ្នកនោះហើយអញដោះយកសត្វទៅជូនលោកសុភាសេកបើវាមិនសុខចិត្តដូចម្ដេចមុខជាកើតក្តីគង់តែទៅដល់សុភាសេកមិនខានសុភាសេកនឹងកាត់ក្តីឲ្យវាចាញ់ជាប្រកបប្តីប្រពន្ធគិតគ្នាហើយដេកទៅដល់មាន់រងាវរលឹកពីដេកលុបមកស៊ីស្លាហើយចេញពីផ្ទះដើរដល់អន្ទាក់បានឃើញអន្ទាក់នៅដីជាប់សត្វក្តាន់មួយក៏ដោះយកឡើងទៅចងនឹងអន្ទាក់របស់ខ្លួនរួចដំឡើងអន្ទាក់នៅដីដូចដើមក៏ប្រញាប់វិលមកផ្ទះវិញលុះព្រឹកប្រហៀមស្រាងឡើងអ្នកមួយដែលដាក់អន្ទាក់នៅដីមកស្រែកហៅឲ្យទៅមើលអន្ទាក់ជាមួយឆ្លើយថាកុំប្រញាប់អីអន្ទាក់ខ្ញុំមិនសង្ឃឹមទេត្បិតនៅចុងឈើក្រែងតែអន្ទាក់អ្នកនៅលើដីនោះខ្ញុំមិនហ៊ានថាបើបានចែកគ្នាស៊ីផងណាពាក្យនេះជាពាក្យចំអកឲ្យអ្នកមួយទៀតក្បិតដឹងការជាមុនហើយអ្នកទាំងពីរនិយាយហើយលុះចុះពីផ្ទះចេញទៅដើរទៅដល់មិនឃើញអន្ទាក់នៅលើដីជាប់សត្វឃើញតែអន្ទាក់នៅលើចុងឈើជាប់សត្វវិញចៅដែលជាម្ចាស់អន្ទាក់នៅចុងឈើថាណមើលចុះខ្ញុំមិនជឿខ្ញុំគិតថាដាក់នៅគល់ឲ្យជាប់បែរជាមិនជាប់ទៅជាប់នៅចុងឈើវិញឥឡូវមើលរបស់នរណាជាប់ណហើយឡើងទៅដោះយកសត្វចុះមកនាំគ្នាវិលមកផ្ទះវិញក៏លាគ្នាទៅផ្ទះដោយខ្លួនទៅឯចៅដែលបានក្តាន់ក៏ប្រញាប់យកទៅជូនសុភាសេកហើយជម្រាបថាខ្ញុំឃើញថាខ្ញុំជាមនុស្សវាចខ្ញុំដាក់អន្ទាក់នៅលើចុងឈើហើយខ្ញុំបានដោះយកសត្វដែលជាប់នៅគល់ឈើនោះមកដាក់អន្ទាក់របស់ខ្ញុំពិតណាស់ជនមួយទៀតនឹងមកប្តឹងលោកសូមលោកជួយខ្ញុំផងឲ្យតែក្តីឈ្នះខ្ញុំនឹងដឹងគុណលោកទៅថ្ងៃមុខ
សុភាសេកបានសាច់ក្តាន់ហើយឆ្លើយថាឯងទៅរកស្លាមលូមកឲ្យឆាប់ឲ្យទាន់ពេលព្រឹកវាមកប្តឹងអញបង្គាប់អញ្ចឹងដែរបើវាមកមិនទាន់អញនឹងកាត់សេចក្តីឲ្យវាចាញ់ដោយងាយឯងប្រញាប់ទៅចុះឯអ្នកដែលដាក់អន្ទាក់លើគល់ឈើលុះវិលមកផ្ទះវិញដង្ហើមដូចតូចដង្ហើមធំមិនសុខចិត្តក៏យកសេចក្តីទៅប្តឹងសុភាសេកក៏បង្គាប់សេចក្តីដូចបង្គាប់ចៅមុនលុះព្រឹកឡើងអ្នកដែលដាក់អន្ទាក់នៅចុងឈើក៏យកអីវ៉ាន់ទៅដល់មុនឯអ្នកដែលដាក់អន្ទាក់នៅលើដីដោយខ្លួនជាអ្នកក្រលំបាកតោកយ៉ាកដើររកទិញអីវ៉ាន់ពុំបានពុំទាន់ភ័យក្រែងខ្លួនចាញ់គេហើយគេយកទៅផងក៏រត់ពីភូមិមួយទៅភូមិមួយបានទៅជួបនឹងសុភាទន្សាយហើយក៏សួរថាមានដំណើរអីបានជារត់ដូចនេះឈប់សិនចៅនោះឆ្លើយថាលោកអើយអាណិតដោះទុកខ្ញុំផងពិតខ្ញុំហើយនឹងអ្នកមួយទៀតទៅដាក់អន្ទាក់ផងគ្នាខ្ញុំដាក់នៅគល់ឈើគេដាក់នៅចុងឈើព្រឹកឡើងទៅមើលពុំឃើញអន្ទាក់នៅដីជាប់សัตว์ឃើញតែអន្ទាក់នៅចុងឈើជាប់សัตว์ក្តានមួយខ្ញុំមិនសុខចិត្តបានយកសេចក្តីទៅប្តឹងសុភាសេកគេថាអ្នកណាយកអីវ៉ាន់ទៅដល់មុនអ្នកនោះឈ្នះហេតុនេះបានជាខ្ញុំភ័យឥឡូវគេទៅដល់មុនខ្ញុំហើយដូច្នេះតាមតែលោកអាណិតខ្ញុំផងសុភាទន្សាយឆ្លើយថាណាហើយកុំភ័យចាំថ្ងៃរសៀលខ្ញុំនឹងនាំទៅចៅនោះលុះដល់ថ្ងៃរសៀលសុភាទន្សាយទៅដល់ផ្ទះសុភាសេកស្រែកសួរមកថាដូចម្ដេចក៏យូរម្លេះក្តីចាញ់គេហើយសុភាទន្សាយឆ្លើយថាយើងពុំបានជាយូរទេពីព្រោះអាឡ័យតែមើលត្រីក្រាញ់ហើរឡើងស៊ីស្លឹកអំពិលសុភាសេកថាពីជីដូនជីតាមកគ្មាននរណាដែលឃើញដែលឮថាត្រីក្រាញ់ឡើងស៊ីស្លឹកអំពិលទេសុភាទន្សាយឆ្លើយថាពីជីដូនជីតាពីម៉ែឪមកនរណាដែលឃើញដែលឮថាអន្ទាក់នៅដីមិនជាប់បែរជាទៅជាប់អន្ទាក់នៅចុងឈើវិញហើយសัตว์ជើង4ផងដែលឮទេអស់អ្នកស្រុកអើយនោះសុភាសេកស្ងៀមពុំហ៊ានស្ដីតបទៀតសុភាទន្សាយក៏កាត់សេចក្តីឲ្យចៅដែលដាក់អន្ទាក់នៅដីឈ្នះឯសុភាសេកដែលអង្គុយធ្វើជាសុភានោះក៏ខ្មាស់ដោយសារខ្លួនជាអ្នកល្មោបចំនួនសាច់ក្តាន់ក៏បែរមុខផ្ទុកទៅខាងជញ្ជាំងដូចជាឆ្មាលបកណ្ដុរនៅក្នុងរឿងសេចក្តីនេះមានន័យថាភាពល្មោបឥតខ្មាស់និងវិន័យច្បាស់សូមអរគុណ